សម្រាប់អ្នកទៅសៀមរាបហើយចូលចិត្តថតរូបស្អាតៗកុំភ្លេចទៅទីតាំងទាំង4កន្លែងនេះសម្រាប់ទីតាំងទី1នោះគឺប្រាសាទអង្គរវត្តពីខាងក្រៅខ្ញុំជឿថាអ្នកមួយចំនួនណាពេលទៅអង្គរវត្តតែងតែមើលរំលងពីការចូលអង្គរវត្តតាមផ្លូវខាងក្រោយហើយការចូលអង្គរវត្តពីផ្លូវខាងក្រោយអ្នកទាំងអស់គ្នាមិនត្រឹមតែទទួលបានទេសភាពស្អាតទេសំខាន់ណាស់តាមផ្លូវត្រជាក់ហើយស្រស់ស្រាយមែនតើហ្មងបើនិយាយពីការថតរូបគឺងាយស្រួលដោយសារផ្លូវខាងក្រោយអត់សូវមានមនុស្សទៅសម្រាប់ទីតាំងបន្ទាប់នេះខ្ញុំជឿថាអ្នកមួយចំនួនគឺគាត់បានទៅបណ្ណាល័យពីរជាន់របស់ប្រាសាទព្រះខ័នបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តថតរូបខ្ញុំ highly recommend ទៅកន្លែងនេះដោយសារឥឡូវនេះចកដោះច្រើនមែនតើអញ្ចឹងអ្នកទាំងអស់គ្នាថតរូបទៅឃើញប៉បេតុងស្អាតហ្មងរីឯទីតាំងទី3វិញបើសិនជាអ្នកទាំងអស់គ្នាមើលផ្លែតបានតែស្រាប់ដែលមានចកហ្នឹងនៅក្នុងប្រាសាទព្រះខ័នមែនតែមែនទេកន្លែងដែលខ្ញុំកំពុងចូលថតវីដេអូនេះគឺនៅក្នុងប្រាសាទបាពួនណាគេអត់ទាន់បានមកដល់ប្រាសាទបាពួនទេអ្នកទាំងអស់គ្នាគួរតែមកដោយសារនៅប្រាសាទបាពួនណាកន្លែងថតរូបមែនតើហើយកន្លែងក្រោយគេនេះគឺថាភ្នំក្រោមអ្នកទាំងអស់គ្នាបើសិនជាអ្នកគេចូលចិត្តឡើងមើលថ្ងៃលិចស្អាតអីអាចមកនេះបាននិយាយទៅថ្ងៃលិចនៅភ្នំក្រោមគឺថាស្អាតមែនតើហ្មងថតរូបវិញប្លង់ណាក៏ស្អាតដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានកម្រងមកសៀមរាបខ្ញុំមានអី highly recommend អ្នកទាំងអស់គ្នាមួយទៀតថាកក់សម្បត្តិឡានពីរ៉េតបាសនិយាយទៅខ្ញុំកក់ទៅកក់មកនេះគឺប្រើរ៉េតបាសទាំងពីរអ្នកទាំងអស់គ្នារ៉េតបាសឆ្នៃលុយមែនតើហ្មងអ្នកទាំងអស់គ្នាគ្រាន់ប្រើ promo code ដើរលេងនឹងទទួលបានការបញ្ចុះតម្លៃ$2ភ្លាមៗសំខាន់ណាបាន cashback មកវិញរហូតដល់$6 promo code នេះសម្រាប់តែអតិជនថ្មីបើសិនជាអ្នកទាំងអស់គ្នាជាអតិជនចាស់ក៏កុំបារម្ភនិយាយមែនណាមានរ៉េតបាសមួយគឺថាឆ្នៃលុយឆ្នៃហ្មងគ្រាន់ប្រើ referral code នេះ share ទៅឲ្យមិត្តភក្តិអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងទទួលបាន$5 share កាន់តែច្រើនទទួលបានកាន់តែច្រើនតែចង់ប្រាប់ដែរ share ឲ្យមិត្តភក្តិប្រើប្រាស់ដែរបានណាទៅ Red Bar offer អ្នកទាំងអស់គ្នារហូតដល់$100ទៅលើ referral program ហ្នឹងហើយបើនិយាយពីសេវាកម្មឡានវិញអ្នកទាំងអស់គ្នាគឺថារហ័សទាន់ចិត្តហ្មងសំខាន់ណាបុគ្គលិករួសរាយហើយឡានវិញគឺថាម៉ត់ចត់មែនតើបើមានកម្រងទៅសៀមរាបឬក៏ទៅខេត្តណាលើកក្រោយកុំភ្លេចកក់ឡានពី Red Bar